បាទជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនានៅ Channel P News ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី30នៃខែកញ្ញាឆ្នាំ2025ហើយដោយអ្វីដែលបានសន្យាជាមួយបងប្អូនអញ្ចឹងថាខ្ញុំនឹងទៅលើកយកស្ថានភាពព្រឹត្តិការណ៍ដែលកំពុងតែកើតមាននៅឯប្រទេសថៃដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីព្រឹត្តិការណ៍ស្ថានភាពគ្រោះអាសន្នគ្រោះមហន្តរាយផ្សេងៗដែលកើតមាននៅប្រទេសថៃនឹងដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងបងប្អូនដោយអ្វីដែលខ្ញុំបានលើកឡើងជូនបងប្អូនកាលពីម្សិលមិញអំពីអាកាសធាតុនិងខ្យល់ព្យុះបូឡូយដែលកំពុងតែបោកបក់ចេញពីប្រទេសវៀតណាមឆ្លងកាត់ប្រទេសឡាវនិងធ្វើដំណើរទៅកាន់ប្រទេសថៃឥឡូវនេះបងប្អូនលទ្ធផលគឺទទួលបានយ៉ាងជាក់លាក់តែម្ដងស្ថានភាពប្រទេសថៃនៅពេលនេះខេត្តឧត្តរធានីគឺរងគ្រោះដោយសារតែខ្យល់ព្យុះខ្យល់កន្ត្រាក់ផ្គររន្ទះដោយសារព្យុះបូឡូយបងប្អូនណាព្យុះសង្ឃរាបូឡូយធ្វើការវាយយកខេត្តឧត្តរធានីទាំងយប់តែម្ដងគិតមកត្រឹមនឹងពេលនេះមិនទាន់ឈប់ឈរទេដូច្នេះឥឡូវនេះយើងទៅលំអិតព័ត៌មានយើងចង់ដឹងថាតើស្ថានភាពស្ថានភាពខេត្តឧត្តរធានីប្រទេសថៃមកទល់នឹងពេលនេះតើនឹងទៅជាយ៉ាងណាបើតាមប្រភពសារព័ត៌មានថៃបានចុះផ្សាយនៅក្នុងថ្ងៃទី30នេះតែម្ដងបងប្អូនព្យុះបូឡូយបានវាយយកខេត្តឧត្តរធានីប្រទេសថៃភ្លៀងធ្លាក់ខ្លាំងសឹងតែពេញមួយយប់រហូតដល់ព្រឹកបណ្ដាលឲ្យមានទឹកជំនន់ខ្ពស់នៅក្នុងស្រុកជាច្រើននិងមានមនុស្សចំនួន3នាក់បានបាត់ខ្លួនមកទល់នឹងពេលនេះមិនទាន់រកសាកសពឬក៏មនុស្សនឹងឃើញទេនៅថ្ងៃទី30ខែកញ្ញាឆ្នាំ2025នេះឥទ្ធិពលរបស់ព្យុះសង្ឃរាបូឡូយបានបណ្ដាលឲ្យមានភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងខេត្តឧត្តរធានីដែលបណ្ដាលឲ្យមានទឹកជំនន់នៅក្នុងស្រុកជាច្រើនភ្លៀងធ្លាក់សឹងតែពេញមួយយប់រហូតដល់ព្រឹកបណ្ដាលឲ្យមានទឹកជំនន់លិចវាលស្រែចម្ការកសិករនិងពាសពេញតាមមជ្ឈមណ្ឌលនៅក្នុងស្រុករួមមានស្រុកនងហានស្រុកបានដឹងស្រុកឆៃវ៉ាន់ស្រុកគូកាវស្រុកគុំផាវ៉ាពីនៅក្នុងស្រុកនងហានបងប្អូនកាលពីយប់មិញនេះព្យុះបានបក់មកដែលគេហៅថាព្យុះសង្ឃរាបូឡូយនោះបាននាំយកនៅទឹកភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំងដែលបណ្ដាលឲ្យដើមឈើធំមួយចំនួនបានដួលរលំសង្កត់ទៅលើបង្គោលភ្លើងតង់សុងដែលបណ្ដាលឲ្យខូចខ្សែភ្លើងនិងសសរបង្គោលភ្លើងនោះបានដួលរលំបែកផ្កាភ្លើងប្រងព្រាតតែម្ដងមន្ត្រីអាជ្ញាធរអគ្គិសនីដងហានកំពុងធ្វើការជួសជុលនិងកែប្រែស្ថានភាពនេះឲ្យបានមុនហើយអាសន្ននេះគឺកើតនៅមុខរមណីយដ្ឋានមួយកន្លែងស្ថិតនៅក្នុងភូមិបានដនសណាំឃុំនងហានស្រុកនងហានខេត្តឧត្តរធានីព្យុះបូឡូយនេះក៏ធ្វើការវាយបក់ទៅខេត្តឧត្តរធានីបងប្អូនភ្លៀងធ្លាក់ពេញមួយយប់រហូតដល់ព្រឹកនេះទឹកជំនន់មានមនុស្សចំនួន3នាក់បានបាត់ខ្លួនហើយខ្យល់កន្ត្រាក់ធ្វើឲ្យសសរភ្លើងបងប្អូនសសរភ្លើងដួលពាសពេញតំបន់បង្កឲ្យមានភ្លើងប្រងព្រាតគួរឲ្យភ័យខ្លាចមែនទែនមកទល់នឹងពេលនេះមន្ត្រីអាជ្ញាធរផ្នែកអគ្គិសនីកំពុងតែធ្វើការកែប្រែនិងជួសជុលជាបន្ទាន់ហើយគិតមកដល់ត្រឹមព្រឹកនេះបងប្អូននៅក្នុងស្រុកនងហានទឹកនៅក្នុងប្រឡាយខ្លងចូលអានមង្គលបានហូរលិចលង់ចូលទៅក្នុងលំនៅឋានប្រជាពលរដ្ឋក្នុងតំបន់ក្រុងឃុំនងហានដោយមានកម្រិតទឹកកើនឡើងខ្ពស់ជាបន្តបន្ទាប់នៅលើផ្លូវស៊ីសុកផ្លូវនិតាយោសៃណៃនិងផ្លូវអាផាយសំរាននៅមុខមន្ទីរពេទ្យចាស់នងហានដែលមានកម្ពស់ទឹកនោះគិតមកដល់ត្រឹមពេលនេះលើសកន្លះម៉ែត្រហើយសាលារៀនវ៉ាន់គ្រូនិងសាលាកុមារដ្ឋានបានប្រកាសបិទទ្វារជាបណ្ដោះអាសន្ននៅពេលនេះបើតាមប្រភពព័ត៌មាននាយកដ្ឋានអូតូនិយមគឺបានប្រមានថាព្យុះបូឡូយនឹងវាយយកណាបងប្អូនខេត្តឧត្តរធានីធ្វើឲ្យមានភ្លៀងធ្លាក់ពាសពេញប្រទេសថៃហើយឲ្យប្រជាជននៅក្នុងប្រទេសថៃរួមទាំងខេត្តមួយចំនួននោះមានការប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ទឹកជំនន់ដែលបង្កកើតឡើងភ្លាមរួមទាំងទឹកជ្រោះដែលធ្លាក់ពីលើភ្នំឬក៏ចេញពីព្រៃប្រកាសនេះនាយកដ្ឋានបានចេញពីថ្ងៃជួបគ្នាហើយកាលពីម្សិលមិញក៏នាយកដ្ឋានបានចេញ
ក្នុងថ្ងៃនេះក៏បានចេញប្រាប់ផងដែរឥឡូវនេះព្យុះបូឡូយនេះគឺបានវាយបក់យ៉ាងខ្លាំងមកកាន់ប្រទេសថៃធ្វើឲ្យភ្លៀងពេលនេះគឺពីសពេញសឹងតែពេញប្រទេសថៃតែម្ដងតែគ្រាន់តែជាពិសេសគឺខេត្តឧត្តរធានីគឺមានខ្យល់កន្ត្រាក់បក់បោកផ្គរភ្លៀងព្យុះរន្ទះហ្នឹងគឺខ្លាំងមែនតើបងប្អូនឥឡូវនេះយើងតទៀតនៅក្នុងស្ថានភាពនេះគឺយើងតទៀតបងប្អូនរីឯនៅស្នាក់ការនគរបាលនងហានឯនោះវិញទឹកបានហូរលិចលង់ចូលទៅកាន់ការិយាល័យក្រុមស៊ើបអង្កេតដល់កម្រិតទឹកត្រឹមជង្គង់ហើយមកទល់នឹងពេលនេះនៅក្នុងសហគមន៍ស្រះផាងថងភូមិ18លោកឯកផាន់ Liking ប្រធានមូលនិធិសង្គ្រោះបន្ទាន់សង់សឿមថាំសាខាណងបានចូលទៅក្នុងតំបន់នេះដើម្បីជំលះប្រជាពលរដ្ឋនិងផ្លាស់ទីទ្រព្យសម្បត្តិមួយចំនួនខណៈកម្រិតទឹកកំពុងតែកើនឡើងជាបន្តបន្ទាប់គិតមកត្រឹមនឹងពេលនេះនៅក្នុងស្រុកគូកៅឯនោះវិញទឹកបានជន់លិចផ្លូវនៅមុខសាលារៀនសាលាកុមារដ្ឋានគូកៅនិងលំនៅឋានប្រជាពលរដ្ឋក្នុងសហគមន៍ហើយនៅក្នុងស្រុកបានដឹងក៏ទទួលរងផលប៉ះពាល់ផងដែរភ្លៀងធ្លាក់ពេញមួយយប់បណ្ដាលឲ្យមានទឹកជំនន់លិចលំនៅឋានប្រជាពលរដ្ឋបានដឹងយ៉ៃយោធាបានទៅជួយណាបងប្អូននឹងនាំជំនួយជាបន្ទាន់ទៅជួយក្រុងបានដឹងនិងបានផ្ដល់ជំនួយជំលះប្រជាជនចេញពីតំបន់នេះពេញមួយយប់ថ្ងៃទី29ហើយមកទល់នឹងពេលនេះក៏នៅតែជួយដែរហើយមកទល់នឹងពេលនេះក៏មិនទាន់បានអាប់ដេតព័ត៌មានពាក់ព័ន្ធជាមួយនឹងមនុស្សបាត់ប្រមាណអ្នកទៀតដែរបងប្អូននៅក្នុងស្រុកគុំផាវ៉ាពីលទ្ធផលនៃភ្លៀងធ្លាក់ពេញមួយយប់មិញនេះគឺធ្វើឲ្យមានទឹកជំនន់ជន់លិចស្រែចម្ការកសិកររាប់សិបពាន់ហិកតាបងប្អូននៅលើផ្លូវចាប់ពីភូមិបានថាលីទៅភូមិបានណាផែនស្រុកគុំផាវ៉ាពីទឹកជំនន់ដ៏ច្រើនបានឆក់យកស្ពានដាច់កំបុតចេញពីគ្នាមិនឲ្យធ្វើដំណើរការទេហើយបើតាមរបាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងភូមិបានរាយការណ៍ថាមានមនុស្សចំនួន3នាក់នៅពេលនេះកំពុងតែបាត់ខ្លួនហើយក្រុមសង្គ្រោះបន្ទាន់កំពុងតែប្រមូលកម្លាំងយ៉ាងអាសន្នដើម្បីស្វែងរកនិងផ្ដល់ជំនួយជាបន្ទាន់ដល់ផលប៉ះពាល់ពីព្យុះសង្ឃរាបូឡូយហើយព្យុះមួយនេះបងប្អូនពិតជាធ្ងន់ធ្ងរណាស់លើកនេះដែលធ្វើឲ្យប៉ះពាល់ដល់ស្រុកជាច្រើននៅក្នុងខេត្តឧត្តរធានីក៏រួមទាំងប្រទេសថៃតែម្ដងដូច្នេះដោយអ្វីដែលយើងបាននិយាយគ្នាពីម្សិលមិញហើយបងប្អូនកាលពីម្សិលមិញខ្ញុំបានលើកយកពាក់ព័ន្ធជាមួយនឹងខេត្តមួយចំនួននៅក្នុងប្រទេសថៃមកចែកជូនបងប្អូនហើយថានឹងរងផលប៉ះពាល់ពីព្យុះសង្ឃរាបូឡូយដែលអាចធ្វើឲ្យប្រទេសថៃនឹងជន់លិចលង់ហើយក្រសួងអូតូនិយមក៏បានចេញសេចក្តីប្រកាសផងដែរថាព្យុះបូឡូយនេះគឺនឹងធ្វើឲ្យមានផលប៉ះពាល់ពីទឹកជំនន់និងភ្លៀងធ្លាក់ដោយសារតែភ្លៀងធ្លាក់ហ្នឹងទឹកជំនន់អាចបង្កចេញពីព្រៃឬក៏ភ្នំប៉ុន្តែស្រាប់តែមកដល់យប់ថ្ងៃទី29មិនត្រឹមតែភ្លៀងធ្លាក់បន្តិចបន្តួចតាមអ្វីដែលក្រសួងអូតូនិយមប្រកាសជូនប្រជាពលរដ្ឋគេទេបែរជាមានខ្យល់កន្ត្រាក់ខ្លាំងបងប្អូនណាធ្វើឲ្យវាយលុបយកខេត្តឧត្តរធានីធ្វើឲ្យប្រជាពលរដ្ឋលិចលង់ណាបងប្អូនលិចលង់សឹងតែគ្រប់ស្រុកនៅក្នុងខេត្តឧត្តរធានីរួមទាំងពេលនេះបាត់មនុស្សចំនួន3នាក់រកមិនទាន់ឃើញទេមកទល់នឹងពេលនេះនៅមានរឿងជាច្រើនទៀតបងប្អូននៅប្រទេសថៃដោយសារតែព្យុះនេះមិនទាន់ធ្វើការស្ងប់ស្ងាត់ទេនេះគ្រាន់តែជាព័ត៌មានមួយដែលប្រទេសថៃធ្វើការអាប់ដេតមួយកម្រិតដូច្នេះប្រសិនបើមានអ្វីដែលថ្មីបន្ថែមខ្ញុំនឹងអាប់ដេតជូនបងប្អូនអំពីស្ថានភាពគ្រោះមហន្តរាយខ្យល់ព្យុះសង្ឃរាដែលកំពុងតែបោកបក់វាយលុកទៅកាន់ប្រទេសថៃហើយមកទល់នឹងពេលនេះបងប្អូនយើងដឹងហើយថាព្យុះសង្ឃរានេះគឺបោកចេញពីវៀតណាមមកឆ្លងកាត់កម្ពុជាក៏រួមទាំងឡាវរួមទាំងធ្វើការសន្ធប់ទៅកាន់ប្រទេសថៃហើយអ្វីដែលសំខាន់គឺម្សិលមិញតាមក្រសួងអូតូនិយមដែលគេចុះផ្សាយរបស់ប្រទេសថៃហ្នឹងគេផ្ដោតសំខាន់តែក្នុងទីក្រុងបាងកកទេប៉ុន្តែខ្យល់ភ្លៀងករន្ទះមួយនេះធ្វើការវាយប្រហារទៅកាន់ប្រទេសថៃមិនត្រឹមតែទីក្រុងបាងកកទេប៉ុន្តែពាសពេញប្រទេសតែម្ដងអ្វីដែលសំខាន់មកទល់នឹងពេលនេះគឺធ្វើការវាយលុកយកខេត្តឧត្តរធានីប្រទេសថៃតែម្ដងមិនត្រឹមតែមានភ្លៀងធ្លាក់ល្មមដោយអ្វីដែលក្រសួងអូតូនិយមនិយាយទេខ្យល់តិចតួចភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់
តែនេះបងប្អូនបាយជាមកទាំងកោរន្ទះខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតដល់ដីស្រែចម្ការដំណាំហិច្ឆតារចនាសម្ព័ន្ធផ្ទះសម្បែងក៏រួមទាំងអាយុជីវិតប្រជាពលរដ្ឋនៅខេត្តឧត្តរធានីប្រទេសថៃទៀតដូច្នេះអ្វីដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាកំពុងតែបួងសួងបានដូចបំណងហើយបងប្អូនណាបានដូចបំណងហើយប្រទេសកម្ពុជាក៏ប៉ះពាល់ដែរខ្ញុំមិនមែនថាប្រទេសកម្ពុជាមិនប៉ះពាល់ទេប៉ុន្តែបងប្អូនឃើញជាក់ស្ដែងពីស្ថានភាពហើយដូចអ្វីដែលខ្ញុំបាននិយាយអញ្ចឹងហើយដូចអ្វីដែលបងប្អូនបួងសួងអញ្ចឹងព្យុះទាំងអស់នេះបោកបក់និងប៉ះជាចំហាយមកកាន់ប្រទេសកម្ពុជាប៉ុន្តែជាដុំកំពួនគឺធ្វើការបោកបក់ទៅកាន់ប្រទេសថៃយ៉ាងគំហុកតែម្ដងនេះជាទណ្ឌកម្មយ៉ាងច្បាស់ក្រឡែតទៅកាន់ប្រទេសថៃហើយខ្ញុំមិនទាន់បានអាប់ដេតពាក់ព័ន្ធជាមួយនឹងរណ្ដៅព្រះធរណីស្រូបទីក្រុងបាងកកទេព្រោះមិនទាន់មានព័ត៌មានមួយណាអាប់ដេតចេញទេបងប្អូនមកទល់នឹងពេលនេះគ្រោះអាសន្នគ្រោះមហន្តរាយក៏រួមទាំងព្យុះសង្ឃរាកំពុងតែសន្ធប់ទៅកាន់ប្រទេសថៃដូច្នេះសូម្បីតែសារព័ត៌មានផ្សេងៗនឹងអាប់ដេតសឹងតែមិនទាន់ពាក់ព័ន្ធជាមួយនឹងគ្រោះអាសន្នប្រទេសថៃដែលកើតមានច្រើនខ្លាំងពេកបងប្អូនកើតមានច្រើនខ្លាំងពេកដូច្នេះនេះជាសារមួយជូនទៅកាន់ប្រទេសថៃប្រសិនបើអ្នកចង់គេចផុតពីគ្រោះចង្រៃដែលកើតមានចាប់ពីឆ្នាំ2025រហូតដល់30អ្នកត្រូវតែធ្វើការសុំកម្មាទោសមកកាន់ប្រជាជនកម្ពុជាក៏រួមទាំងស្វែងរកសន្តិភាពជាមួយកម្ពុជាទើបអ្នកអាចរួចផុតពីគ្រោះកាចចង្រៃនេះផងដែរប្រសិនបើមិនដូច្នោះទេអ្នកនឹងជួបគ្រោះសឹងតែរាល់ថ្ងៃបងប្អូនចាប់តាំងពីខ្ញុំធ្វើវីដេអូជូនបងប្អូនមកគ្រោះអាសន្នដែលកើតមាននៅប្រទេសថៃសឹងតែរាល់ថ្ងៃតែម្ដងគ្មានថ្ងៃណាស្រាកស្រានទេឥឡូវព្យុះរាកាសាទើបតែចប់ព្យុះអាប៉ូឡូនេះក៏មកដល់ហើយខ្លាំងជាងរាកាសាទៀតខ្ញុំគិតថាព្យុះរាកាសាអាចនឹងខ្លាំងអាចនឹងវាសន្ធប់ទៅកាន់ប្រទេសថៃធ្វើឲ្យប្រទេសថៃលិចលង់តែបែរជាអាប៉ូឡូថារាកាសានៅឲ្យស្ងៀមទុកឲ្យខ្ញុំវិញឥឡូវនេះបងប្អូនមកដល់យប់ថ្ងៃទី29មកយ៉ាងគំហុកតែម្ដងបែរជាខ្យល់កន្ត្រាក់នេះនៅកម្ពុជាជួបផលប៉ះពាល់តិចតួចមែនទែនបែរជាទៅសន្ធប់នៅឯខេត្តថៃបងប្អូនខេត្តឧត្តរធានីហើយមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនមកលើកនឹងយ៉ាងខុសខើទៀតឆក់យកជីវិតមនុស្សចំនួន3នាក់ទៅទៀតគិតត្រឹមពេលព្រឹកទេណាបងប្អូនមិនតាន់គិតដល់ម៉ោងពេលល្ងាចឬក៏យ៉ាងណាទេថ្ងៃទី29គិតត្រឹមពេលព្រឹកទេមានមនុស្សចំនួន3នាក់បាត់ខ្លួនដូច្នេះនៅវេលាថ្ងៃទី30នេះនិងយប់ថ្ងៃទី30នេះតើនឹងទៅជាយ៉ាងណាដូច្នេះហើយបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានជាមួយខ្ញុំទាំងអស់គ្នានៅថ្ងៃស្អែកដើម្បីឲ្យបានដឹងអំពីស្ថានភាពព្រឹត្តិការណ៍ទាំងអស់ដែលកើតមាននៅប្រទេសថៃខ្ញុំនឹងលើកយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីស្ថានភាពព្រឹត្តិការណ៍គ្រោះចង្រៃគ្រោះមហន្តរាយខ្យល់ព្យុះសង្ឃរាដែលចាប់ដៃគ្នាទៅរកប្រទេសថៃចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងដូច្នេះបងប្អូនសម្រាប់ក្នុងថ្ងៃនេះខ្ញុំប្រញាប់អាប់ដេតជូនបងប្អូនប៉ុណ្ណឹងប្រសិនបើមានអ្វីដែលថ្មីខ្ញុំនឹងអាប់ដេតជូនបងប្អូនបន្ថែមទៀតបងប្អូនសម្រាប់ពេលនេះខ្ញុំបាទក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនានៅវីដេអូខ្ញុំបាទបើបងប្អូនពេញចិត្តកុំភ្លេចជួយចុច like ជួយចុច subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗពីខ្ញុំបាទដូច្នេះរាល់ពាក្យពេចន៍កំហុសខុសឆ្គងត្រង់ប្រការណាមួយដែលមិនសមរម្យសូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសសម្រាប់ពេលនេះខ្ញុំបាទភីឈ្ញូក៏សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត